មានបងប្អូនជាច្រើនដែលគាត់តែងតែសួរខ្ញុំពាក់ព័ន្ធជាមួយនឹងការឈានជើងចូលទៅក្នុងវិស័យអនឡាញលក់អនឡាញ boot page លក់ផលិតផលខ្លួនឯងឯករាជ្យខ្លួនឯងតើគាត់ត្រូវមានអ្វីខ្លះប៉ុន្តែបងប្អូនទាំងអស់គ្នាមួយរយៈចុងក្រោយនេះគឺខ្ញុំបរៀនសិស្សច្រើនសិស្សខ្ញុំនៅក្នុងក្រុមរាល់ថ្ងៃនេះចន្លោះពី1300នាក់ទៅ1700នាក់បើខ្ញុំបូកទាំងក្រុមតូចនិងក្រុមធំបញ្ចូលគ្នាអញ្ចឹងហើយខ្ញុំតែងតែទទួលបានសំណួរជាច្រើនពាក់ព័ន្ធជាមួយនឹងការចាប់ផ្ដើម start up អាជីវកម្មមិនថាក្នុងវិស័យ skin care វិស័យលក់សម្លៀកបំពាក់ឬក៏វិស័យផ្សេងៗនោះទេពាក់ព័ន្ធជាមួយនឹងការលក់ផលិតផលនៅលើអនឡាញពួកគាត់តែងតែសួរខ្ញុំថាតើខ្ញុំត្រូវមានលក្ខខណ្ឌអ្វីខ្លះនៅក្នុងការចូលទៅលក់អនឡាញពីខ្ញុំទៅខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាត្រូវត្រៀមចំណុចជាច្រើនហើយការលក់អនឡាញយើងកុំឃើញគេលក់ដាច់យើងគិតថាយើងទៅជោគជ័យដូចគេវាមានកត្តាជាច្រើនដែលបូករួមចូលគ្នាដើម្បីធ្វើការយើងធ្វើការលក់ទៅគឺវាទទួលបានប្រសិទ្ធភាពខ្ពស់ហើយខ្ញុំសូមនិយាយចំណុចខ្លះៗអ្វីដែលបងប្អូនទាំងអស់គ្នាត្រូវមានទី1ដ៏ធំបំផុតនោះគឺ skill សិនមិនមែនផលិតផលទេខ្ញុំតែងតែនិយាយថាមុននឹងចូលទៅលក់ផលិតផលនៅលើអនឡាញមិនមែនយើងមានតែផលិតផលហើយគ្រប់គ្រាន់នោះទេផលិតផលមិនមែនជារឿងដំបូងដែលយើងត្រូវមាននោះទេអ្វីដែលយើងត្រូវមានទី1ពាក់ព័ន្ធជាមួយនឹងបច្ចេកទេសនៅក្នុងការគ្រប់គ្រងប្រព័ន្ធ social media ដូចជា Facebook YouTube និង TikTok បងប្អូនត្រូវរៀនឲ្យចេះបងប្អូនត្រូវមានជំនាញទៅលើការគ្រប់គ្រងវាច្បាស់លាស់ជាជៀសវាងបងប្អូនទៅពឹងអ្នកដទៃឲ្យមកគ្រប់គ្រងអាជីវកម្មបងប្អូនហើយបើខ្ញុំនិយាយបែបហ្នឹងដោយសារឲ្យគ្មានការចាប់ផ្ដើមណាល្អជាងការចាប់ផ្ដើមដោយខ្លួនឯងទៅទេខ្ញុំតែងតែនិយាយហើយនិយាយទៀតអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាមាន skill ពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងប្រព័ន្ធ social media ដូចជា platform Facebook TikTok និង YouTube បន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាត្រូវមាន skill មានចំណេះដឹងពាក់ព័ន្ធជាមួយនឹងការកាត់តវីដេអូក៏ដូចជាការ design រូបភាពដោយខ្លួនឯងគ្មានអ្វីល្អជាងការធ្វើដោយខ្លួនឯងនោះទេបាទជាដំបូងការចាប់ផ្ដើមគឺយើងត្រូវចាប់ផ្ដើមដោយខ្លួនឯងកុំបិទរត់ទៅជួលអ្នកដទៃកុំបិទរត់ទៅពឹងអ្នកដទៃទាំងដែលយើងមិនចេះមិនមានបទពិសោធន៍មិនមានចំណេះដឹងពាក់ព័ន្ធជាមួយនឹងវាអានោះរឿងទី2រឿងទី3ពាក់ព័ន្ធជាមួយនឹង technique នៃការធ្វើទីផ្សារមុននឹងយើងយកផលិតផលមួយយកមកលក់ចូលទៅក្នុងទីផ្សារបងប្អូនទាំងអស់គ្នាត្រូវធ្វើការស្គាល់ពីទីផ្សារវាច្បាស់ដឹងអំពីដៃគូប្រកួតប្រជែងយើងដឹងអំពីចំណុចខ្សោយដឹងអំពីចំណុចខ្លាំងរបស់ផលិតផលយើងបន្ទាប់មកទៀតចំណុចធំចុងក្រោយគឺពាក់ព័ន្ធជាមួយនឹងផលិតផលបងប្អូនទាំងអស់គ្នាត្រូវជ្រើសរើសផលិតផលណាដែលមានតម្លៃមិនថ្លៃពេកមិនថោកពេកទោះថ្លៃក៏ដោយតែឲ្យមានគុណភាពល្អហើយមានចំណុចខ្លាំងច្បាស់លាស់មួយដើម្បីយកទៅវាយចូលទីផ្សារមិនមែនយើងចេះតែមានផលិតផលណាយើងចូលលក់ទៅក៏បាននោះទេបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាត្រូវមានបាទទាំងបច្ចេកទេសទាំងជំនាញសម្រាប់យើងទៅធ្វើការវាយលុកទីផ្សារទៅលើផលិតផលមួយនោះបាទអញ្ចឹងហើយខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាមានចំណុចទាំងនេះសូមបងប្អូនទាំងអស់គ្នាធ្វើការឈានជើងចូលទៅក្នុងវិស័យអនឡាញបាទហើយបន្តមកទៀតចំណុចដែលខ្ញុំភ្លេចប្រាប់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងវិស័យដឹកជញ្ជូនបើសម្រាប់បងប្អូនអ្នកនៅភ្នំពេញគឺគាត់អត់ពិបាកទេនៅក្នុងការសហការជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនផ្សេងតែសម្រាប់បងប្អូនដែលគាត់រស់នៅតាមបណ្ដាខេត្តហើយគាត់ចង់ធ្វើការលក់អនឡាញគឺគាត់ពិបាកមែនទែននៅក្នុងការពឹងពាក់ក្រុមហ៊ុនដឹកជញ្ជូនឲ្យធ្វើការវិខ្ចប់អវ៉ាន់ជូននិយាយរំទៅគឺយើងត្រូវរៀបចំគ្រប់ជំហានគ្រប់ផែនការឲ្យ smooth សម្យើងឈានជើងចូលទៅក្នុងវិស័យអនឡាញហើយត្រូវចាំថាអ្វីក៏ដោយដំបូងភាគរយនៃការខាតគឺច្រើនជាងចំណេញខ្ញុំអត់ដែរនិយាយប្រាប់បងប្អូនឬក៏កូនសិស្សខ្ញុំថាបងប្អូនចូលលក់អនឡាញនឹងតែចំណេញ No ការចាប់ផ្ដើមពាក្យខាតច្រើនជាងពាក្យចំណេញតម្រាំតែយើងរកផលិតផលដែលល្អតម្រាំតែយើងឈានជើងចូលទៅក្នុងវិស័យហ្នឹងបានត្រឹមត្រូវតម្រាំតែយើងដឹងអំពីតាក់ទិចនៃការធ្វើវាយើងខាតមិនមែនទីដងទេប៉ុន្តែខ្ញុំលើកទឹកចិត្តអត់ឲ្យខាតច្រើនដងពេកទេខាតច្រើនដងពេកលែងមានទុនសម្រាប់ខាតហើយអញ្ចឹងខាតមើមរកឃើញផលិតផលយើងទៅរកឃើញពីចំណុចខ្លាំងផលិតផលយើងទៅអញ្ចឹងណាហើយវីដេអូនេះខ្ញុំសូមផ្ញើជូនសិស្សខ្ញុំនៅក្នុងក្រុមជាពិសេសហើយជាពិសេសបងប្អូនដែលតែងតាមដានខ្ញុំតាម YouTube ក៏ដូចជា Facebook ផ្ទាល់ហើយសួរថាខ្ញុំនិយាយហ្នឹងខ្ញុំមានអំណាងទេអំណាងនេះបងប្អូនទាំងអស់គ្នាសិស្សនៅក្នុងក្រុមប្រព័ន្ធអ្នកជាងហើយនេះអំណាងប្រពន្ធខ្ញុំលក់អនឡាញរងថ្ងៃគឺគាត់កំពុងតែកើបលុយអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ